សួស្តីទាំងអស់គ្នាឥឡូវយើងចូលដល់លំហាត់ទី2វាសួរថា two force act on the hook determine the magnitude of resultant force ក្នុងលំហាត់នេះមានលក្ខណៈស្តៀងនឹងលំហាត់ទី1ដែរប៉ុន្តែគេឲ្យរកតែ resultant force កម្លាំងគប់ដែលកើតឡើងរវាងកម្លាំង2កម្លាំងទី1មាន200 Newton និងកម្លាំងទី2មាន500 Newton ហើយគេបានឲ្យមុំដល់យើងហើយយើងដើម្បីដោះស្រាយបានយើងត្រូវដឹងពី parallelogram law និង trigonometric law និងយល់ដឹងអំពីរូបមន្តខ្លះនៅរបស់ trigonometry មានដូចជា cosine law និង sin law ឥឡូវនេះយើងចាប់ផ្ដើមទៅ apply គូ diagram អំពីកម្លាំងហើយយើង apply ទៅលើ parallelogram lawនេះយើងមានកម្លាំង2ហើយមានមុំ30និង40ដឺក្រេអូខេអានេះ30ដឺក្រេនេះ40ដឺក្រេនេះជាកម្លាំង500 Newton នេះ200 Newton ហើយវាអានេះជា AX ហើយវាមានកម្លាំងresultant force ជាកម្លាំងពួបរវាងកម្លាំងទាំងពីរហើយយើងធ្វើតាម parallelogram law ចំណោវាទៅជា parallelogramអូខេនេះ FR ជាកម្លាំងពួបហើយយើងដឹងកម្លាំង2កម្លាំង200និង500ហើយនឹងមុំនេះយើងអាចរកបានអានេះ40ដឺក្រេនេះក៏40ដឺក្រេដែរអញ្ចឹងមុំនេះស្មើនឹងមុំនេះដែរដូច្នេះយើងអាចរកតាមរូបមន្ត n ដក2មុំទាំងអស់នៅក្នុង parallelogram ហ្នឹង n ដក2គុណនឹង180ដឺក្រេនោះនឹងទទួលបានមុំទាំងអស់នៅក្នុង parallelogram ដែល n ស្មើនឹងមុំទាំងអស់មាន1 2 3 4អញ្ចឹង4ដក2គុណនឹង180ដឺក្រេស្មើនឹង360ដឺក្រេដោយមុំនេះយើងដឹងថាវាស្មើនឹង40ស្មើនឹងមុំនេះ40ដែរគឺស្មើនឹង80ដឺក្រេអញ្ចឹង80ដឺក្រេស្មើនឹងដកទៅឃើញ280ដឺក្រេដែលមុំនេះស្មើគ្នាយើងអាចយកចែកនឹង2ស្មើនឹង140ដឺក្រេអញ្ចឹងមុំនេះគឺ140ដឺក្រេហើយនេះក៏140ដឺក្រេយើងរក FR បានដោយប្រើប្រាស់ cos law ដែលយើងដឹងកម្លាំង2និងមុំ1កម្លាំង A និងកម្លាំង B និង cos C យើងអាចដឹង cos C អានេះដូចជា FR ដែលយើងរកចឹងទល់មុខនឹងវាជាមុំ C អញ្ចឹងអានេះដូចជា140ដឺក្រេអញ្ចឹងហើយយើង apply រូបមន្តទៅ FR ស្មើ F1 បូក F2 លើក F1 លើកជាក្រេបូក F2 លើកជាក្រេដក 2 F1 F2 cos នៃ angle របស់ FR ដែលទល់នឹង FR ស្មើនឹង140ដឺក្រេ and then ចំនួនចូលក្នុងរូបមន្តអញ្ចឹង FR ស្មើនឹង200ឬការ៉េនៃ200បូក500លើកជាការ៉េដកនឹង2គុណនឹង200គុណនឹង500 cos 140ដឺក្រេនោះទទួលបាន665 Newton អញ្ចឹងដូច្នេះកម្លាំង FR ដែលកើតឡើងរវាងកម្លាំងផ្គួបនៃកម្លាំង2កម្លាំងទី1ស្មើ200 Newton និង500 Newton មានកម្លាំងផ្គួបស្មើនឹងតម្លៃ665 Newton អញ្ចឹងលំហាត់ទី2ត្រូវបានបញ្ចប់